Det her er Living Hope Center i Kambodja. I samarbejde med den lokale kirke, Church of Siem Reap, har Dansk Luthersk Mission bygget centret. Hver dag kommer mange børn og unge, hvor de lærer engelsk og hører om Jesus. Se med her og hør et vidnesbyrd fra en, der kommer på centret og har lært at hækle. ជំរាបសួរនាងខ្ញុំឈ្មោះសាន់សាវុនអាយុ23ឆ្នាំប្តីខ្ញុំក៏ទៅធ្វើការឆ្ងាយធ្វើការសំណង់ខ្ញុំមានកូន2នាក់មានអារម្មណ៍ថាសប្បាយមួយអាយុ5ឆ្នាំនេះអាយុ8ខែរស់នៅនេះយូរណាស់រស់សុខសប្បាយតាមរយៈមីងគិតថាស្រស់ស្អាតមកពីខ្ញុំមកពីចង់បង្កើតមុខជំនាញថ្មីដើម្បីបង្កើនចំនួនចង់ក្លាយជាគ្រូបង្រៀននិងគ្រូពេទ្យខ្ញុំក្លាយជាខ្ញុំចង់ក្លាយជាអ្នកដែលរៀនចាក់ចង់ក្លាយជាអ្នកចាក់គ្រូចាក់ក៏បានអូយខ្ញុំក្លាយជាគ្រូចាក់ក៏បានខ្ញុំទៅអានចូលមានអារម្មណ៍ថាទេថាមីខ្ញុំក៏អ្នកចូលតែខ្ញុំធ្លាប់ទៅនោះគេដែរបើខ្ញុំដែរអាននេះអរគុណបាយបាយ